អ្នកជោគជ័យតែងតាំងចិត្តធ្វើរឿង4យ៉ាងនេះយ៉ាងខ្ជាប់ខ្ជួនខ្ញុំគណៈខ្ញុំនឹកឃើញថាយុគសម័យកាលសកលភាវូបនីយកម្មដែលវឌ្ឍនភាពគ្រប់យ៉ាងកំពុងតែប្រព្រឹត្តទៅអញ្ចឹងមនុស្សជាច្រើនណាស់ដែលប្រាថ្នានៅភាពរុងរឿងចម្រើនប្រាថ្នានៅជោគជ័យសម្រេចដោយល្អលើអ្វីគ្រប់យ៉ាងដែលខ្លួនកសាងក្នុងដំណើរជីវិតប៉ុន្តែអ្នកជោគជ័យមានចំនួនតិចទេដូច្នេះថ្ងៃនេះខ្ញុំនាំនៅចំណុចសំខាន់ដែលអ្នកជោគជ័យតាំងចិត្តធ្វើយ៉ាងខ្ជាប់ខ្ជួនមាន4ប្រការទី1តាំងចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការកំណត់ដឹងឲ្យបាននៅគុណសម្បត្តិនិងគុណវិបត្តិលើកិច្ចការងារដែលកំពុងធ្វើប្រើប្រាស់ប្រាជ្ញាស្វែងយល់រកឲ្យឃើញចំណុចល្អនិងចំណុចបាទមិនល្អក្នុងកិច្ចការងាររកឲ្យឃើញទៀតនឹងចំណុចសំខាន់ទី1ទី2ជាអ្នកតាំងចិត្តស្មោះស្ម័គ្រភក្តីត្រឹមត្រូវក្នុងកិច្ចការងាររបស់ខ្លួនដែលធ្វើមិនធ្វើការងារដែលច្បោកច្បល់មិនធ្វើការងារដែលប្រាសចាអំពីគន្លងច្បាប់នោះទេនឹងគឺចំណុចសំខាន់ទី2ទៀតធ្វើការងារដែលត្រឹមត្រូវស្របច្បាប់ក្នុងដំណើរជីវិតណាហើយទី3គឺជាអ្នកដែលចេះលះបង់បាទបរិច្ចាគទៀតមានការតាំងចិត្តខ្ពស់ក្នុងការលះបង់បរិច្ចាគទាំងលះបង់បរិច្ចាគពេលវេលាកម្លាំងកាយវិជ្ជាចិត្តលះបង់សម្បត្តិទ្រព្យជាមានការចេះលះបង់បរិច្ចាគតែម្ដងទៀតនឹងទៅអាចសាងភាពជោគជ័យក្នុងជីវិតបានណាហើយទី4គឺជាអ្នកដែលមានចិត្តស្ងប់តាំងចិត្តនឹងថឹងមមុនខ្ជាប់ខ្ជួនល្អទៀតហ្នឹងហើយជាមនុស្សមិនរាយមាយមិនខ្ជិះខ្ជាយមិនខ្ចាត់ខ្ចាយនៅផ្នត់គំនិតនេះគឺជាចំណុចវិសេស4ប្រការដែលអ្នកជោគជ័យតាំងចិត្តធ្វើដោយខ្ជាប់ខ្ជួនក្នុងដំណើរជីវិតរបស់ពួកគាត់នឹងសំខាន់បងប្អូនកូនមួយអាច